ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំជូតសម្រាប់ខែមេសាឆ្នាំជូតជាអ្នករស់ស៊ីមួយចំនួនខែថ្មីមានបញ្ហាចាស់ខ្លះនៅតែធ្វើឲ្យអ្នកលំបាកនិងឈឺក្បាលដោយសារតែអ្នកជាមនុស្សខ្ជិលខ្ជាទុកចិត្តគេជ្រុលពេកទើបនាំឲ្យកាត់ជាផ្សែងពួនជាភ្លើងធ្វើឲ្យក្តៅដល់កិច្ចការរស់ស៊ីរបស់អ្នកហើយមួយចំនួនក៏នឹងលំបាកតឹងចិត្តខ្លាំងទាំងរបស់រស់ស៊ីនិងរឿងគ្រួសារព្រោះតែអ្នកប្រឹងប្រែងរកស៊ីរហូតគ្មានពេលមើលថែនិងគិតគូរពីរឿងគ្រួសារដល់ពេលកើតបញ្ហាគ្រួសារខ្លាំងរបស់រកស៊ីក៏ចាប់ផ្ដើមដាំក្បាលចុះផងដែរមានរឿងខ្លះអ្នកគួរតែឆ្ការឲ្យស្រឡះកាប់ឲ្យស្អាតកោះឲ្យអស់ពន្លកឬក៏រឹសរបស់វាទើបវាមិនដោះឡើងវិញនៅថ្ងៃណាមួយហើយត្រូវចាំថាប្រសិនបើអ្នកចង់ជួយនរណាម្នាក់អ្នកគួរតែសម្លឹងមើលប្រៀបធៀបខ្លួនឯងដែរក៏ត្រូវតែថ្លឹងថ្លែងពីអត្តចរិតដូចគ្នាស៊ីគ្នាឬក៏អត់មានអំនួតឬក៏មានគំនួចខ្លះឬក៏អត់ព្រោះតែកាលណាដែលវានៅសល់ពឹសហើយអ្នកទុកក្បែរខ្លួនថ្ងៃណាមួយវានឹងចឹកអ្នកម្ដងទៀតប្រសិនបើអ្នកចង់កែខែរបររស់ស៊ីរបស់អ្នកឲ្យកើនឡើងមកវិញអ្នកត្រូវតែឧទ្ទិសចែកបុណ្យដល់បារមីទេវតានិងគ្រូវាសនារាល់ពេលដែលអ្នកធ្វើបុណ្យម្ដងហើយគួរតែដោះលែងត្រីជាត្រីដែលអ្នកបានឃើញគេលក់នៅតាមទីផ្សារនោះការរស់ស៊ីរបស់អ្នកនឹងចាប់ផ្ដើមកើនឡើងមកវិញបន្តិចម្ដងរហូតដល់ពាក់កណ្ដាលខែនេះឬក៏ចុងខែនេះទើបមានដំណឹងល្អពីលាភសំណាងបន្ថែមទៀតឆ្នាំជូតជាអ្នករស់ស៊ីខ្លះទៀតខែថ្មីមានរឿងមួយចំនួនពេលកើតជាបញ្ហាទើបអ្នកដឹងថាមនុស្សដែលគួរទុកចិត្តបំផុតគឺជាអ្នកផ្ទះហើយការងារមួយចំនួនតូចគួរតែដោះស្រាយដោយខ្លួនឯងកុំទុកចិត្តលើអ្នកដទៃជ្រុលពេកគេអាចមិនមែនមានចិត្តដូចអ្នកមានពេលខ្លះអ្នកគួរតែផ្ដល់ឱកាសឲ្យអ្នកថ្មីខ្លះទើបអ្នកមានសេចក្តីសុខខែនេះការរស់ស៊ីមានឡើងមានចុះជាធម្មតានោះទេតែកុំបារម្ភខ្លាំងពេកអាចនាំឲ្យទះដល់របររស់ស៊ីរបស់អ្នកគ្មានគំនិតថ្មីនឹងធ្វើឲ្យខ្លួនឯងហត់នឿយធ្វើការលើសកម្លាំងក៏ដូចជាបាក់ទឹកចិត្តកុំភ្លេចគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារឲ្យបានទៀងទាត់ព្រោះសុខភាពរបស់អ្នកនៅក្នុងខែនេះសំខាន់ណាស់មិនដូច្នោះទេអ្នកនឹងមិនអាចរកស៊ីទាន់គេមិនអាចគ្រប់គ្រងរបររបស់អ្នកឲ្យកើនឡើងត្រឡប់មកវិញរកវិធីថ្មីដើម្បីដេញជើងគូប្រកួតប្រជែងប្រសិនជាអាចគួរតែស្វែងរកទឹកដីណាដែលអ្នកចូលចិត្តទៅកំសាន្តឬក៏ទៅតំបន់សមុទ្រនិងភ្នំដើម្បីស្រូបយកខ្យល់បរិសុទ្ធបង្កើតពន្លឺវាសនាចំណែកឯឆ្នាំជូតមួយចំនួនតូចខែនេះទោះបីជាបញ្ហារួមរិតច្រើននៅដើមខែការរត់ស៊ីធ្លាក់ចុះមួយរយៈដូចគ្នាតែអ្នកកុំបារម្ភខ្លាំងពេកបញ្ហានេះនឹងបញ្ចប់ឬក៏អ្នកដោះស្រាយវាបានស្ទើរតែទាំងស្រុងក្នុងរយៈពេលខ្លីហើយការរត់ស៊ីរបស់អ្នកក៏នឹងកើនឡើងទ្វេគុណបន្ទាប់ពីអ្នកដោះស្រាយរឿងគ្រប់យ៉ាងបានជ្រះស្រឡះល្អវាប្រៀបដូចជាប្រាក់រង្វាន់សម្រាប់អ្នកក្លាហានឬក៏មនុស្សដែលរឹងមាំម្នាក់ឆ្នាំជូតជាអ្នកធ្វើការមួយចំនួនខែថ្មីមានរឿងខ្លះរំខានចិត្តតាមពិតទៅបញ្ហាទាំងនេះមួយចំនួនអ្នកបានដោះស្រាយរួចមកហើយអ្នកគិតថាវាចប់សពគ្រប់ក៏មិនអាចបង្កជាបញ្ហានៅពេលក្រោយតែអ្វីដែលអ្នកគិតមិនដូចទេវតាគិតអ្នកជឿជាក់ហួសហេតុពេកលើមនុស្សដែលមិនគួរជឿអ្នកនឹងឆ្ងល់បន្ទាប់ពីដោះស្រាយរឿងនេះរួចរាល់ឆ្ងល់ថាហេតុអ្វីអ្នកត្រូវទុកចិត្តម្នាក់នេះដោយសារតែគេធ្លាប់ក្បត់អ្នកម្ដងរួចមកហើយវាព្រោះតែមនុស្សជុំវិញខ្លួនរបស់អ្នកចិត្តទន់ជឿជាក់លើមនុស្សបែបនេះដោយសារទង្វើល្អរបស់ម្នាក់នេះតាមពិតទៅអ្នករួមការងាររបស់អ្នកមិនមានបំណងអាក្រក់បំផ្លាញអ្នកនោះទេពួកគេគ្រាន់តែចង់ផ្ដល់ឱកាសឲ្យមនុស្សដែលជាកែខ្លួនចាំពាក្យចាស់ថាឆ្កែកន្ទុយខ្វៀនវានៅតែខ្វៀនទោះជានរណាម្នាក់ចង់ពលាវាក៏វានៅតែមិនអាចត្រឡប់មកត្រង់វិញមនុស្សខ្លះក៏ដូចគ្នាបើសិនបើសាំងកំហុសតិចតួចតូចតាចវាអាចជាកំហុសអចេតនាតែបើជាកំហុសធំដែលមនុស្សគ្រប់គ្នាមិនហ៊ានធ្វើនោះប្រកបណាស់អ្នកមិនគួរស្រោចស្រង់ឲ្យគេមានឱកាសក្បត់អ្នកម្ដងទៀតនោះទេខែនេះរាល់ពេលមានបញ្ហាគួរតែនៅឲ្យឆ្ងាយពីមនុស្សដែលមានធាតុអាក្រក់មួយរយៈមនុស្សប្រភេទនេះគេចូលចិត្តផុសចូលចិត្តចែករំលែករឿងទុក្ខសោកចែករំលែកតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍បញ្ហារញ៉េរញ៉ៃក្នុងសង្គមបើសិនបើអ្នកធ្វើរឿងនេះបាននោះជីវិតការងាររបស់អ្នកក្នុងខែមេសានេះទោះជាមិនល្អខ្លាំងក៏ស្ថិតនៅក្នុងកម្រិតមធ្យមឆ្នាំជូតជាអ្នកធ្វើការមួយចំនួនទៀតខែថ្មីមានបញ្ហាខ្លះគួរតែធ្វើឲ្យហ្មត់ចត់រឿងខ្លះគួរតែដោះលែងឲ្យវាទៅមិនដូច្នោះទេអ្នកនឹងគ្មានពេលវេលាដោះស្រាយរឿងការងារនោះទេខែនេះអ្នកនឹងរវល់ខ្លាំងអត់នឿយខ្លាំងថែមទាំងមានចំនួនជាមួយនឹងអ្នកដែលរួមការងារទោះវាមិនមែនជាកំហុសរបស់អ្នកក៏ត្រូវទុកមុខឲ្យគេខ្លះផងទើបអ្នកបានសុខច្រើនហើយការងារក៏រលូនជាងខែមុនចំណែកឯបញ្ហាខ្លះដែលបន្សល់ទុកពីខែមុនគួរតែដោះស្រាយឲ្យបានចប់សពគ្រប់ក្នុងខែនេះប្រសិនបើអ្នកមិនចង់ឲ្យស្ដាយក្រោយវាអាចនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តនិងពិបាកធ្វើចិត្តខ្លាំងក្នុងរយៈពេលយូរហើយគួរតែធ្វើចិត្តឲ្យល្អខ្លះទៅបើអ្នកជាមនុស្សដែលតឹងតែងផ្ដល់ស្នាមញញឹមឲ្យអ្នករួមការងារខ្លះកុំតឹងតែងហួសពេក
ផ្ដល់ឱកាសឲ្យអ្នករួមការងារមួយចំនួនផងប្រយ័ត្នគ្មានពេលវេលាសម្រាប់ដោះស្រាយរឿងផ្ទាល់ខ្លួនចំណែកឯឆ្នាំជូតមួយចំនួនតូចខែថ្មីនឹងមានរឿងល្អចូលមកច្រើនតែមុននឹងមានលៀបអ្នកនឹងត្រូវហូរញើសច្រើនបន្តិចហើយដូច្នេះត្រៀមសុខភាពដើម្បីប្រយុទ្ធដើមខែអាចនឹងមើលទៅមានរឿងដែលធ្វើឲ្យអ្នកខ្វល់ខ្លាំងចុងខែបែរជារវល់ទៅស្លាប់ប៉ុន្តែការហត់នឿយរបស់អ្នកនឹងមិនអត់ប្រយោជន៍នោះទេមានកាដូនៅចុងខែចំពោះរឿងស្នេហាឆ្នាំជូតមានគូមួយចំនួនខែថ្មីរៀងរញ៉េរញ៉ៃបន្តិចហើយក៏មានរឿងគួរឲ្យអស់សំណើចច្រើនផងដែរប្រសិនបើអ្នកជាមនុស្សដែលមិនចូលចិត្តភាពរញ៉េរញ៉ៃវានឹងរំខានចិត្តបន្តិចហើយក៏ត្រៀមចម្លើយឲ្យហើយទៅសម្រាប់គូឆ្នាំជូតដែលស្រឡាញ់គ្នាយូរឆ្នាំឬក៏រៀបការយូរមកហើយតែមិនទាន់មានកូនខែនេះអ្នកអាចស្ដាប់ឮពាក្យដែលមិនចង់ស្ដាប់បែបនេះច្រើនវាក៏នឹងក្លាយជាបញ្ហាធំដែលអ្នកទាំងពីរត្រូវពិភាក្សាគ្នាទៅតែពេញមួយខែទោះយ៉ាងណាប្រសិនបើអ្នកត្រៀមចិត្តត្រៀមចម្លើយបានល្អអ្នកនឹងមិនពិបាកខ្លាំងនោះទេចាំថាខែនេះមិនត្រូវធ្វើមុខងាប់ច្រើនពេកនោះទេបើអ្នកជាមនុស្សដែលមិនចូលចិត្តសើចជាមនុស្ស introvert ដោយសារតែមុខរបស់អ្នកអាចនឹងនាំឲ្យមានរឿងផងដែរយ៉ាងណាក៏ដោយគូរបស់អ្នកនឹងមានរឿងល្អៗចូលមកផងដែររឿងខ្លះនឹងធ្វើឲ្យអ្នកទាំងពីរចាប់ដើមស្រឡាញ់គ្នាខ្លាំងជាងមុនចាប់ដើមនឹកឃើញដល់គ្រាដំបូងនៃក្តីស្នេហ៍របស់អ្នកឡើងវិញពេលនោះរឿងខ្លះរលាយទៅតែរឿងល្អនឹងចូលមកជំនួសវិញឆ្នាំជូតមានគូខ្លះទៀតខែថ្មីមានរឿងប្រច័ណ្ឌចំណានច្រើនក្នុងរឿងស្នេហារបស់អ្នកប្រសិនបើអ្នកជាមនុស្សតុកសិកទៀតនោះបញ្ហាតូចតិចតួចអាចនឹងក្លាយជាបញ្ហាធំជាពិសេសពាក់ព័ន្ធនឹងគ្រួសារម្ខាងត្រូវចាំថារឿងខ្លះមានគេមានយើងធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មើគ្នាឲ្យបានច្រើនបើអ្នកមិនធ្លាប់គិតពីគ្រួសារម្ខាងទៀតក៏មិនត្រូវច្រឡោតខ្លាំងពេកដែរប្រយ័ត្នសោកស្ដាយអស់មួយជីវិតប្រសិនជាអាចគួរតែធ្វើបន់ដល់ម្ចាស់បម្រើកម្មឬក៏ស្វែងរកដើមពោធិ៍ស័ក្តិសិទ្ធិដើម្បីជ្រោយទឹកបន្សាបឥទ្ធិពលអាក្រក់នោះគ្រួសាររបស់អ្នកនឹងមានតែរឿងល្អៗមានតែស្នាមញញឹមចំណែកឯឆ្នាំជូតមានគូមួយចំនួនតូចខែនេះល្មមដល់ពេលដែលអ្នកទាំងពីរធ្វើដំណើរកម្សាន្តរួមគ្នាម្ដងហើយក៏ដល់ពេលដែលរឿងល្អៗចូលមកដែរបន្ទាប់ពីអ្នកទាំងពីរត្រូវឈឺក្បាលដោះស្រាយបញ្ហាចាស់ៗមួយចំនួនក្រោយពីអ្នកទាំងពីរដោះស្រាយបញ្ហាមួយចប់អ្នកនឹងទទួលបានរឿងធំមួយឬក៏រង្វាន់ធំសម្រាប់ឆ្នាំជូតនៅលីមួយចំនួនដោយសារតែចិត្តល្អជ្រុលពេកទើបធ្វើឲ្យអ្នកជួបបញ្ហាមិនចេះចប់គ្មាននរណាម្នាក់ចោះសម្រងជាមួយអ្នកបានយូរស្នេហារបស់អ្នកស្រឡាញ់គ្នាបានត្រឹមតែមួយឆាក៏បែកគ្នាគ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកអាចដាក់ចិត្តស្រឡាញ់គេពេញលេញមានអារម្មណ៍សុវត្ថិភាពមានអារម្មណ៍កក់ក្ដៅដូចមនុស្សដំបូងឬក៏មនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាស្នេហាដំបូងជីវិតរបស់អ្នកមិនត្រឹមតែពិបាកនៅក្នុងរឿងគ្រួសារនោះទេថែមទាំងមកត្រូវលំបាកក្នុងរឿងស្នេហាគ្រប់ពេលដែលអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់តែងតែជួបរឿងកំសត់តែងតែត្រូវគេទុកចោលតែងតែជាស្នេហាផ្ដើមដោយចិត្តនឹងចិត្តប៉ុន្តែបញ្ចប់ដោយសារតែផលប្រយោជន៍ពេលខ្លះអ្នកមានអារម្មណ៍ថាហត់នឿយមិនចង់មានអ្នកថ្មីតែមិនអាចទៅរួចព្រោះតែបរិបទសង្គមឬក៏បរិយាកាសជុំវិញជីវិតរបស់អ្នកមិនអំណោយផលគ្រប់ពេលអ្នកនឹកដល់មនុស្សល្អម្នាក់ឬក៏មនុស្សដែលអ្នកស្ដាយក្រោយបំផុតពេលដែលអ្នកបាត់បង់គេអ្នកចង់បានគេត្រឡប់មកវិញតែមិនអាចទៅរួចអ្នកមិនចង់ឃើញគេមានសេចក្តីសុខជាមួយអ្នកថ្មីព្រោះតែអ្នកពិបាកនឹងធ្វើចិត្តអ្នកក៏មិនចង់ធ្វើជាមនុស្សអាក្រក់ដើរជាច្រែកសេចក្តីសុខរបស់គេចុងក្រោយមានតែនៅឲ្យឆ្ងាយពីគេដើម្បីឲ្យមនុស្សដ៏ល្អរបស់អ្នកមានសេចក្តីសុខមានរឿងមួយខ្ញុំចង់ប្រាប់ខែនេះអ្នកនឹងជួបមនុស្សល្អម្នាក់បន្ទាប់ពីអ្នកបានទៅវត្តស្វែងរកដើមពោធិ៍ស័ក្តិសិទ្ធិដើម្បីជ្រួចបន្សាបឥទ្ធិពលអាក្រក់ម្នាក់នេះអាចនឹងក្មេងជាងអ្នកបន្តិចឬជាមនុស្សក្មេងតែគំនិតចាស់ទុំឬក៏មុខមាត់របស់គេមើលទៅនៅក្មេងទោះគេមានអាយុច្រើនហើយថ្ងៃណាមួយម្នាក់នេះចូលមកក្នុងជីវិតរបស់អ្នកនឹងមានរឿងយល់ច្រឡំច្រើននឹងមានភាពរញ៉េរញ៉ៃអ្នកនឹងមានអារម្មណ៍ថាស្នេហាមួយនេះមិនអាចទៅរួចឬមិនអាចមានអាយុកាលយូរនោះទេប៉ុន្តែការគិតរបស់អ្នកនឹងคล้ายទៅជាគំនិតបែបទុតិយនិយមបន្ទាប់ពីរឿងរបស់អ្នកទាំងពីរដឹងដល់គ្រួសារពេលនោះគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកប្រៀបដូចរដូវផ្ការីកមានតែក្លិនក្រអូបមានតែភាពស្រស់បំព្រងចំណែកឯក្រុមឆ្នាំជូតខ្លះទៀតខែនេះគ្មានអ្វីប្រែប្រួលនោះទេនៅម្នាក់ឯងមួយរយៈសិនទៅប្រសិនបើអ្នកមិនទាន់អាចគ្រប់គ្រងភាពឆេវឆាវហើយសម្រាប់អ្នកមិនទាន់ចេះលួងគេក៏ដូចគ្នារៀនរបៀបលួងទៅស្នេហាក្រោយៗរបស់អ្នកនឹងយូរអង្វែងគ្មានរឿងបាក់បែកសូមជូនពរឆ្នាំជូតឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ